សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបង្ហាញស្មៅផ្អែមមកស្មៅស្ពីសចំពោប្រភេទដើមដូចពោតអញ្ចឹងណាបងប្អូននេះខ្ញុំដាំខាងទឹកដីស្រុកខេត្តពោធិ៍សាត់ស្រុកកណ្ដៀងខាងឃុំកញ្ចរអញ្ចឹងណាបងប្អូនហើយស្មៅហ្នឹងវាមានប្រូតេអ៊ីន 22% ហើយជាប្រភេទស្មៅដាំដីទួលហើយស្មៅហ្នឹងមាន់ទាគោក្របីហើយនឹងសត្វចិញ្ចឹមផ្សេងចូលចិត្តណាស់បាទហើយបើសិនយើងយកឲ្យមាន់យើងកាប់ទៅយើងចិញ្ច្រាំយើងហាន់លាយជាមួយកន្ទក់ជាមួយខ្ចង់កអញ្ចឹងទៅហើយយើងដាក់ទឹកតិចយើងដាក់ឲ្យមាន់ស៊ីតែម្ដងហើយមាន់ស៊ីទៅលូតលាស់ធំលូតលាស់លឿនណាបងប្អូនព្រោះវាមានប្រូតេអ៊ីនខ្ពស់អញ្ចឹងណានេះបើសិនយើងដាក់ឲ្យមាន់យើងរើសរបៀបថាដើមដាក់ខ្ចីបន្តិចអានេះកំពុងដែលមាន់ចូលចិត្តស៊ីនេះបងប្អូនព្រោះវាដើមខ្ចីវាអត់ទាន់ចាញ់ផ្កាអញ្ចឹងណាហើយភាសាគោក្របីយើងវិញច្រូតទៅដាក់ឲ្យស៊ីតែម្ដងបងប្អូនព្រោះស្មៅហ្នឹងអត់ចាំបាច់កិនអីទេព្រោះគោក្របីយើងចូលចិត្តហើយឡើងសាច់លឿនណាស្មៅហ្នឹងភាសាគោក្របីយើងបានស៊ីហើយណាហើយដើមវាផ្អែម